គិតទៅភៀវបរទេសមានលុយតាមទីក្រុងអត់ចង់ទៅទេមកចង់ដើរអីកណ្ដាលព្រៃហ្នឹងសបាយអីឆ្ងល់មកចូលចិត្តអីចឹងអត់យល់ទេជំរាបសួរពុកម៉ែបងប្អូនអរគ្នាមកទៀតហើយថ្ងៃហ្នឹងនាំភ្ញៀវដើរទៀតហើយនាំភ្ញៀវដើរលេងព្រៃជាមួយដំរីណាភ្ញៀវគាត់ចង់ឃើញការរស់នៅរបស់ដំរីចូលចិត្តដើមអីស្លឹកអីចឹងហើយនេះគឺជាសកម្មភាពខ្លះៗដែលខ្ញុំនាំភ្ញៀវដើរលេងព្រៃចឹងគឺថាភ្ញៀវគាត់ចូលចិត្តណាដើររុកដុបរុកព្រៃគាត់ចូលចិត្តដោយសារតែប្រទេសគាត់អត់សូវមានព្រៃឈើដោយសារតែគេអភិវឌ្ឍអស់ហើយស្រុកយើងនៅសម្បូរព្រៃឈើចឹងគាត់ចង់មកលេងចង់មកឃើញពីរុក្ខជាតិផ្សេងជាពិសេសក្នុងការរស់នៅរបស់ដំរីនឹងតែម្ដងហើយពួកខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលភ្ញៀវបរទេសគាត់មកដល់តំបន់នេះបងប្អូនប្រហែលជាដឹងហើយទីនេះគឺជាតំបន់ដាច់ស្រយាលនៅក្នុងខេត្តឧត្តរមានជ័យហើយណាមួយខេត្តនេះកំពុងតែមានបញ្ហាព្រំដែនទៀតចឹងហើយធ្វើឲ្យភ្ញៀវបរទេសគាត់មិនសូវជាហ៊ានមកលេងប្រហែលទេតែឥឡូវនេះប្រទេសយើងមានសុខសន្តិភាពវិញហើយចឹងហើយភ្ញៀវបរទេសមកលេងទីនេះបានមិនបាច់ខ្វល់ខ្វាយចិត្តអីទៀតទេគឺថាសប្បាយមែនទែនបើទីនេះគ្មានព្រៃឈើគ្មានការអភិរក្សទេប្រហែលជាគ្មានភ្ញៀវបរទេសមកលេងតំបន់នេះទេតាមមើលហើយសត្វព្រៃផ្សេងទៀតប្រហែលជាគ្មានវត្តមាននៅទីនេះទេបើសិនគ្មានការអភិរក្សក្នុងតំបន់នេះចឹងឈប់បានគឺឈប់ទៅសកម្មភាពអស់ហ្នឹងឈប់បបបាញ់ដាក់អន្ទាក់កាត់ឆ្កាព្រៃឈើទៀតទៅយើងមកចូលរួមអភិរក្សនិងថែរក្សាព្រៃឈើទាំងអស់គ្នាបើយើងមិនចេះជួយមើលថែទេអញ្ចឹងសូមកុំបំផ្លាញអីទុកឲ្យគេអ្នកមើលថែទៅបានហើយអ្នកខ្លះអួតថាស្រឡាញ់សត្វប៉ុន្តែមិនដែលស្រឡាញ់ព្រៃឈើទេទាំងដែលដឹងហើយថាព្រៃឈើគឺជាផ្ទះរបស់សត្វនៅតែបំផ្លាញនៅតែបំពានដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនគឺហ៊ានធ្វើគ្រប់បែបយ៉ាងសួរថាគេប្រឹងអភិរក្សគេប្រឹងថែរក្សានឹងដើម្បីអ្នកណាដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនមែនទេមិនមែនទេគឺដើម្បីយើងទាំងអស់គ្នានឹងហើយកុំពេលបាត់បង់ទៅស្ដាយក្រោយបើយើងមិនចាប់ផ្ដើមពីឥឡូវទៅតែចាំដល់ពេលណាទៀតមើលប្រាប់អូនមើលពិបាកខ្លាំងណាស់មែនទេគ្រាន់តែថែរក្សាព្រៃឈើប៉ុណ្ណឹងវាពិបាកខ្លាំងណាស់មែនទេបងខ្ញុំគិតថាវាមិនពិបាកទេគ្រាន់តែយើងបើកចិត្តឲ្យទូលាយបន្តិចទៅយើងនឹងទទួលយកបានហើយតោះចាំអីទៀតចាប់ដើមពីឥឡូវហ្នឹងទៅឈប់ពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផង